រឿងគ្រប់យ៉ាងបានចាប់ផ្ដើមឡើងម្ដងទៀតនៅពេលដែលគូសិនខាងអេនីមីនិងថៃគ្រាបានសម្ដែងខ្លួនឡើងខ្ញុំបានស្មានថាពួកគេចង់ដាក់សម្ពាធលើ Freya ខាងសពនមិត្តដែលកំពុងហ្វាមប៉ុន្តែដែលគួរឲ្យអស់សំណើចគឺពួកគេមានភ្នែកតែអត់ប្រស្រីដោយគិតថា Freya គឺជាទុនសាយតូចដែលកំពុងស៊ីស្មៅនៅក្នុងព្រៃការពិតមានគឺជារាជសីនៃព្រៃព្រឹក្សាទាំងមូលទោះជាកំពូលអ្នកប្រមាញ់នៅខ្ពស់ប៉ុណ្ណាក៏អាចធ្លាក់មកវិញបានដែរដោយគ្មានស្លាប់ពីខាងសួរមកត្រង់ប៉ុន្តែក៏ចូលវាយជាមួយនឹងគូសិនយ៉ាងអង់អាចព្រះពេលលោកគាត់ឃើញនូវភាពក្លាហានរបស់ Freya ជាប់ស័ក្តិសិទ្ធិរបស់យើងនឹងត្រង់នេះមិនឲ្យធ្លាក់ដល់ដីឡើយខណៈដែលវេលោលហាត់ហើយម៉ាណាក៏ហួតហែងចិត្តអស់ពីខ្លួនដែរនោះគីណាវីក៏ដើរមកជិតទីតាំងដែលខ្ញុំកំពុងរីខលមិនមកអស់យូរក៏សាយគ្រូវិទ្យាសិលតាមនៅរាងកាយដ៏ត្រង់នេះអាចធ្វើទៅបានបន្តដោយព្រះយាជីមេឃាទៅរកគីណាវីធ្វើឲ្យនាងមិនអាចបដិសេធសេចក្តីស្លាប់លើនេះបានឡើយខណៈដែលព្រះអង្គរៀបនឹងធ្វើដំណើរត្រឡប់ទៅដែនកណ្ដាលវិញហេតុការណ៍ដែលធ្វើឲ្យទោសៈព្រះអង្គផ្ទុះក៏កើតឡើងគូសិនបានលេចកាយឡើងឬក៏រំលំកំបិតដាក់វេលធ្វើឲ្យព្រះអង្គសគត់ជាលើកដំបូងមហាព្យុះនៃកំណុំក៏បានកកើតឡើងនៅក្នុងព្រះハរតីហានិភ័យមួយនេះក៏បានចាប់ផ្ដើមជាមួយនឹងស៊ូយូជាមនុស្សដំបូងបន្តដោយគូសិនដែលជាដើមកំណើតនៃហេតុការណ៍នេះភ្លើងនៃកំណុំមួយនេះក៏បន្តឆាបឆេះទៅកាន់អេនីមីម្ដងម្នាក់វាគ្មានភាពមេត្តាករុណាឡើយមានតែការដុតនិងបំផ្លាញប៉ុណ្ណោះពីការចូលរួមដៃជាមួយនឹងសពនមិត្តដ៏ខ្លាំងក្លាទាំងអស់នេះខាងអេនីមីគ្មានឱកាសសូម្បីតែងើបឈរសោះមុននឹងកោះយកគេហដ្ឋានខាងសត្រូវដើម្បីយកជ័យជំនះនៅទីបំផុត